ឆ្លងថ្ងៃកំណើត43ឆ្នាំសុគន្ធនិសាសម្រស់មិនសមនឹងអាយុកាន់តែក្មេងដូចវ័យទៅខ្ទង់ជាង20ឆ្នាំចាប់បច្ចុប្បន្នអ្នកនាងសុគន្ធនិសាអាចចាត់ទុកជាកំពូលតារាចម្រៀងស្រីរៀមច្បងដ៏មានប្រជាប្រិយភាពមួយរូបដែលអាចរក្សាបានកេរ្តិ៍ឈ្មោះល្បីជាច្រើនឆ្នាំជាមួយនឹងសមត្ថភាពរបស់អ្នកនាងលើវិស័យនេះចាប់ប៉ុន្មានឆ្នាំក្រោយនេះស្របពេលកំពូលតារាចម្រៀងសុគន្ធនិសាហាក់អាក់ខានមិនសូវឃើញបង្ហាញស្នាដៃចម្រៀងថ្មីៗដូចពីមុនក៏ត្រូវបានមហាជនចាប់អារម្មណ៍ដឹងថាពេលនេះអ្នកនាងបានក្លាយជាតារាចម្រៀងឯករាជ្យមួយរូបផងដែរចាត្បិតតែមិនសូវឃើញចេញស្នាដៃចម្រៀងថ្មីប៉ុន្តែតារាចម្រៀងស្រីរូបនេះក៏នៅតែរក្សាបានប្រជាប្រិយភាពដដែលខណៈអ្នកនាងក៏ដោបបានទីផ្សារខ្លាំងឃើញមានចាវត្តមានក្នុងកម្មវិធីទូរទស្សន៍និងកម្មវិធីប្រគំតន្ត្រីតូចធំតាមបណ្ដាខេត្តក្រុងជាច្រើនចាលើពីនេះមួយរយៈក្រោយអ្នកនាងសុគន្ធនិសាក៏ទទួលបានការអញ្ជើញចូលរួមច្រៀងតាមកម្មវិធីមង្គលផ្សេងក៏ដូចជាក្តោបបានទីផ្សារចាដ៏ពេញនិយមក្នុងវិស័យចម្រៀងបច្ចុប្បន្នគឺតាមបណ្ដាក្លឹបឬផបផ្សេងទៀតផងចាក្រៅពីសិល្បៈងាកទៅចាប់អារម្មណ៍លើជីវិតឯកជនរបស់តារាចម្រៀងស្រីរៀមច្បងរូបនេះគឺមានភាពជោគជ័យទាំងសិល្បៈនិងជីវិតគ្រួសារដែលទទួលបានជីវិតគូដ៏សមប្រកបនឹងកក់ក្ដៅក្តីសុខខ្លាំងចារីឯរូបសម្រស់វិញកន្លងមកអ្នកនាងសុគន្ធនិសាតែងតែត្រូវបានមហាជនអ្នកគាំទ្រសរសើរពីភាពស្រស់ស្អាតក្មេងជាងវ័យរបស់អ្នកនាងចាដែលមិនត្រឹមតែមិនផ្លាស់ប្ដូរជ្រេតាមវ័យថែមទាំងកាន់តែស្រស់ស្អាតសាច់ឈាមស្រស់ថ្លាក្មេងខ្ញងឡើងពីមួយឆ្នាំទៅមួយឆ្នាំចាប់ពិតណាស់គិតមកដល់ឆ្នាំ2026នេះតារាចម្រៀងស្រីរៀមច្បងសុគន្ធនិសាឈានចូលវ័យ43ឆ្នាំហើយពោលគឺថ្ងៃទី1ខែឧសភាឆ្នាំ2026នេះត្រូវជាថ្ងៃខួបកំណើតគម្រប់ខួប43ឆ្នាំរបស់អ្នកនាងចាក្នុងថ្ងៃកំណើតគម្រប់43ឆ្នាំនេះដែរសុគន្ធនិសាបានបង្ហោះវីដេអូមួយអបអរថ្ងៃកំណើតរបស់ខ្លួនដែលចាមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមកំពុងចូលរួមជូនពរថ្ងៃកំណើតចានឹងសរសើរពីសម្រស់ដ៏ក្មេងស្រស់ស្អាតមិនសមនឹងវ័យរបស់អ្នកនាងតតែសោះពោលគឺនៅតែក្មេងស្អាតដដែលដូចទឹកខ្ទង់20ឆ្នាំប្លាយ